តើពីយើងបានចំណាយពេលវេលាមួយយប់បោះតង់សម្រាប់នៅលើវាលស្មៅដ៏ខៀវខ្ចីដ៏សែនស្រស់ស្អាតហើយនឹងបរិយាកាសដ៏សែនរីករាយហើយពីយប់មិញអាកាសធាតុក៏ល្អខ្លាំងមែនតើអត់មានភ្លៀងអត់មានអីទេហើយមេឃចុះត្រជាក់ធ្វើឲ្យយើងគេងលក់រឹតតែស្រួលគេងលក់បានស្កប់ស្កល់ហើយព្រលឹមឡើងយើងបើកទ្វារតង់មកយើងឃើញទេសភាពទៅព័ទ្ធជុំវិញខ្លួនខៀវខ្ចីមេឃចុះអាប់កាន់តែខ្លាំងហើយឥឡូវឆុងគាត់កំពុងតែរៀបចំបកាត់ភ្លើងរៀបចំឆុងកាហ្វេផឹកទាំងព្រលឹមហ្នឹងហើយយើងមើលទៅជ្រូកយើងពីយប់វិញទៅសារយើងហូបអត់អស់យើងក៏យកវាទៅចងទុកហើយព្រលឹមហ្នឹងយើងត្រូវយកជ្រូកហ្នឹងមកច្នៃធ្វើជាម្ហូបអីផ្សេងដើម្បីហូបព្រោះយើងអត់មានអីផ្សេងទេហើយបរិយាកាសពេលព្រលឹមហ្នឹងស្រស់ស្អាតខ្លាំងមែនតើបងប្អូនដោយសារតែវាលស្មៅវាខៀវហើយមេឃចុះអាប់កាន់តែខ្លាំងចឹងខ្ញុំទៅឃើញថាយកដ្រូនមកថតដើម្បីផ្ដិតយកទេសភាពស្អាតដើម្បីទុកមើលទុកជាការចងចាំទុកចែកគ្នាមើលហើយឥឡូវនឹងពងសប្បាយបោះដ្រូនចឡើងមេឃកាន់តែចុះអាប់ខ្លាំងឡើងខ្យល់កាន់តែខ្លាំងដល់ពេលចឹងធ្វើឲ្យដ្រូនយើងវាទប់លំនឹងចឹងវាឆាប់អស់ថ្មដល់តែពេលខ្យល់បក់មកខ្លាំងម្ដងទៀតដ្រូនយើងធ្លាក់ចុះទៅក្នុងជ្រោះទៅលើមេឃអស័យគ្រាន់តែដ្រូនធ្លាក់ភ្លាមម្នាក់នាំគ្នារត់ខ្វែងដៃខ្វែងជើងដើររត់ដ្រូនខ្ញុំឆុងហើយនឹងបង្អឿនដើររហូតតាំងពីម៉ោងប្រហែលជាខ្ទង់ 5:40 នាទីរមិនក៏រអត់ឃើញទេហើយខ្ញុំអស់សង្ឃឹមខ្ញុំរហូតទៅដល់ម៉ោង 7ខ្ញុំរអត់ឃើញខ្ញុំអស់សង្ឃឹមហើយខ្ញុំក៏ត្រឡប់មកអង្គុយនៅជំរំវិញកន្លែងបោះតង់វិញប៉ុន្តែបង្អឿនហើយនឹងឆុងគាត់នៅតែដើរដោយសារតែមុនហ្នឹងគាត់មានតម្រុយថាពេលដែលដ្រូនធ្លាក់ទៅភ្លាមហ្នឹងវងស្វាដែលនៅក្នុងមាត់ជ្រោះហ្នឹងវាផ្អើលអញ្ចឹងគាត់ឮសូរសំឡេងសត្វស្វាដែលវាផ្អើលហ្នឹងគាត់ក៏ទៅតាមសំឡេងសត្វស្វាហ្នឹងគាត់ថាប្រហែលជាស្វាហ្នឹងផ្អើលដ្រូនហ្នឹងហើយអញ្ចឹងឥឡូវគាត់ដើររហូតម៉ោងប្រហែលជាខ្ទង់ 8 ជាងបានគាត់រកឃើញនេះឥឡូវគាត់រកឃើញហើយសកម្មភាពដ្រូនឃើញហើយនៅលើចុងអស័យទាញតម្លាក់ចុះមកដល់ក្រោមហើយដ្រូនហោះហោះពេកអស់ថ្មរលីងរកឃើញហើយសកម្មភាពរកបាន2នាក់នេះអ្នករកដ្រូនកាយឡើងវែកមេអស័យនេះដ្រូនខ្ញុំកំពុងតែអង្គុយអស់សង្ឃឹមនៅកន្លែងជំរំបោះតង់នេះស្រាប់តែពីរនាក់គេដើរមកវិញហើយគេស្រែកហើយខ្ញុំមើលទៅឃើញគេកាន់អីសគេថាអូគេរកដ្រូនឃើញវិញហើយយើងក៏មានអារម្មណ៍សប្បាយចិត្តត្រឡប់មកវិញដែរព្រោះដ្រូនហ្នឹងយើងតែយកទៅបោះលេងម្ដងហ្នឹងហើយបើវាបាត់ក៏វាគួរឲ្យសោកស្ដាយដែរតែពេលឥឡូវយើងរកដ្រូនឃើញហើយក៏យើងមានអារម្មណ៍ផឹកកាហ្វេអ្វីព្រោះព្រឹកថាយើងរៀបចំហូបកាហ្វេពីព្រឹកស្អីមានបានតែហូបស្អីគ្រាន់តែដ្រូនបាត់ម្នាក់រត់ខ្វែងដៃខ្វែងជើងឥឡូវទៅតែរកដ្រូនឃើញម៉ោង 8 ជាងអត់បាននាំគ្នាហូបកាហ្វេរៀបចំឥឡូវបង្អឿនគាត់ក៏យកជ្រូកមកកម្ដៅដើម្បីកាប់ឆាលាយគ្រឿងខ្លះអីខ្លះទៅមកហូបបដោះគយសិនពួកអស់កម្លាំងហើយអង្គុយអស់សង្ឃឹមអង្គុយអត់សុបាយចិត្តមកព្រឹកហើយទោះទេសភាពស្អាតមិនក៏លេងស្អាតដែរដោយសារយើងវាស្ដាយរបស់កាហ្វេពុះហើយប៉ុន្តែឥឡូវយើងហូបបាយព្រឹកសិនព្រោះសាច់ជ្រូកយើងនឹងអត់មានអីត្រូវយូរទេកាប់ម្លេងដាក់គ្រឿងតិចមកយើងនាំគ្នាហូបបាយព្រឹកហើយបានយើងហូបកាហ្វេអត់សូវធ្វើទុកកាពះអាពេលយើងអង្គុយហូបបាយព្រឹកហ្នឹងទេសភាពក៏ស្អាតទៀតនិយាយរួមទៅនៅមណ្ឌលគិរីខែនេះមិនថាពេលព្រឹកមិនថាពេលថ្ងៃមិនថាពេលល្ងាចពេលយប់ទេសភាពគឺស្អាតរហូត24 ម៉ោងលើ24 ម៉ោងហើយបរិយាកាសគឺល្អវាមិនជាត្រជាក់ពេកហើយក៏ដូចជាមិនសូវជាភ្លៀងខ្លាំងពេកដែរចឹងធ្វើឲ្យពេលយើងទៅលេងហ្នឹងយើងសប្បាយរីករាយដែរវាអត់សូវមានការរំខានពីអាកាសធាតុណាបន្ទាប់ពីយើងហូបអាហារពេលព្រឹកជាមួយនឹងសាច់ជ្រូករំលែងដែលយើងបានរំលែងរួចនឹងហើយឥឡូវយើងរៀបចំដាក់កាហ្វេម្ដងដើម្បីបំពេញថាមពលនិងបំពេញផ្លូវចិត្តដែលយើងអង្គុយសែតមកព្រឹកហ្នឹង
អង្គុយឆុងកាហ្វេហូបឥឡូវពួកគាត់អង្គុយហូបកាហ្វេដែលខ្ញុំដេកផឹកកាហ្វេមើលទេសភាពហ្មងកុំឲ្យខាតហូបកាហ្វេហើយម្នាក់ក៏នាំគ្នារៀបអីវ៉ាន់បាត់តង់រៀបអីវ៉ាន់ផ្សេងដាក់ឡានដើម្បីយើងតតាណាទៅរកកន្លែងទឹកជ្រោះស្អាតងូតទឹកលេងកាត់បន្ថយ stress ហើយដើម្បីបង្កើនភាពរីករាយឲ្យយើងកាន់តែសប្បាយខ្លាំងជាងនេះទៀតតែយើងមុននឹងចេញទៅយើងត្រូវរៀបកន្លែងហ្នឹងសម្អាតកន្លែងហ្នឹងឲ្យស្អាតសិនហើយខ្ញុំឃើញមានបងប្អូនយើងខ្លះអ្នកមកលេងមុនណាគាត់យកប៊ីយ៉ាទៅផឹកជាលក្ខណៈដបហើយឃើញបែងកែវបែកពេញហ្នឹងទាំងអស់បើដើរមិនប្រយ័ត្នអាចមុតជើងអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមេត្តាយករបស់ដែលទៅហូបចុកហ្នឹងហើយមេត្តាសម្អាតឲ្យស្អាតហើយបើសិនជាមានលក្ខណៈបែងកែវបែងអីចឹងទេសូមច្រកត្រឡប់យកទៅផ្ទះវិញកុំឲ្យនៅបែកចឹងបើសិនជាអ្នកក្រោយដើរលេងទៅហើយដើរជន់មុតដៃមុតជើងពួកគាត់អត់សុបាយទេហើយយើងក៏មានជួនអាចមានជាកូនចៅរបស់យើងក្មួយរបស់យើងទៅមុតដៃមុតជើងអញ្ចឹងយើងអត់សុបាយចិត្តដូចគ្នាយើងប្រហែលជាអាចជេរអ្នកមុនដែលធ្វើបែបហ្នឹងគូខ្មោចគាត់ឡើងពីជ្រោះមកគាត់តាក់អាឡកបានមួយហើយខ្ញុំប្រាប់គាត់ថាឥឡូវយើងប្រឡែងវាទៅព្រោះយើងមកលេងនេះគ្រាន់តែមកសុបាយទេដូចមកហូបអីយើងហូបជ្រូកហូបមិនអស់ផងហើយយើងក៏ប្រឡែងវាទៅហើយដោយសារតែយើងអត់មានព្រៀបសយើងប្រឡែងអាឡកជំនួសប្រឡែងព្រៀបសវិញហើយក៏សូមបួងសួងឲ្យប្រទេសកម្ពុជាយើងហ្នឹងជួបសុខសន្តិភាពប្រជាជនសុខសប្បាយមានសុខភាពល្អហើយមានសុខសេរីសួស្តីគ្រប់គ្នារួចហើយយើងក៏បន្តដំណើរទៅលេងទឹកជ្រោះដែលនៅក្បែរជំរំដែលយើងបោះតង់សម្រាប់យប់មិញហ្នឹងដីប្រហែលជាខ្ទង់3គីឡូពីហ្នឹងទេយើងធ្វើដំណើរប្រហែលជា15នាទីយើងក៏មកដល់ហ្នឹងឥឡូវយើងអត់យកឡានចុះទៅក្រោមទេដោយសារយើងមើលឃើញកន្លែងហ្នឹងវាចោតខ្លាំងពេកជ្រោះហ្នឹងចោតខ្លាំងមែនតើហើយទឹកជ្រោះនៅមណ្ឌលគិរីខុសពីនៅខេត្តផ្សេងទៀតត្រង់ថានៅមណ្ឌលគិរីយើងទុកឡាននៅលើកំពូលភ្នំហើយដើរចុះជ្រៅទៅខាងក្រោមមកដល់កន្លែងទឹកជ្រោះនៅមណ្ឌលគិរីភាគច្រើនមួយណាក៏បែបហ្នឹងដែរអត់ដូចនៅតំបន់ផ្សេងយើងទុកឡាននៅខាងក្រោមជើងភ្នំហើយយើងដើរពីខាងក្រោមឬយើងជិះម៉ូតូពីខាងក្រោមបានឡើងទៅដល់លើបានមានទឹកជ្រោះបន្ទាប់ពីយើងទៅដល់កន្លែងទឹកធ្លាក់យើងឃើញមានទឹកធ្លាក់3កន្លែងនៅហ្នឹងហើយទឹកធ្លាក់ដែលបងប្អូនឃើញពួកខ្ញុំកំពុងតែហែលទឹកលេងនេះវាមានសភាពថ្លាជាងគេស្អាតជាងគេហើយអាទឹកធ្លាក់ហ្នឹងក៏វាទាបដែរអញ្ចឹងយើងងាយស្រួលក្នុងការហែលលេងអញ្ចឹងខ្ញុំគូខ្មោចអាឆុងក៏ហែលទឹកលេងមកប្រាវបន្ទាប់ពីយើងហែលទឹកដីមកប្រាវហើយយើងក៏ឡើងមកវិញព្រោះយើងអត់សូវមានពេលទេបាយជួបគ្នានៅក្រោយទៀតមានឱកាសក្រោយមកជួបគ្នាម្ដងទៀតហត់ដល់ពេលចុះស្រួលដល់ពេលហែលទឹកផងវិញហ្នឹងហត់នឹងហែលទឹកយើងឡើងពីហែលទឹកទៅវិញឥឡូវយើងមករកហូបបាយនៅទល់មុខពលានមានហាងបាយមួយក្រាស់សាំងទេឡើយអានេះខ្ញុំភ្លេចឈ្មោះហាងបាយនឹងបាត់ហើយឥឡូវយើងដាក់បាយសិនដើម្បីយើងទៅមានកម្លាំងទៅរកកន្លែងទឹកជ្រោះដែលស្អាតមកកន្លែងទៀតយើងបាយហើយយើងក៏ត្រឡប់ឡានមកខាងពេញវិញហើយយើងបើកឡានមកពោះអូរាំងតិចឃើញមានដាក់ផ្លែមួយថាទឹកជ្រោះឡែងកៅនៅខាងឆ្វេងដៃយើងចូលទៅមើលទឹកជ្រោះឡែងកៅនឹងហើយតាមពៅដែលយើងដើរចូលទៅកាន់ទឹកជ្រោះហ្នឹងមានព្រៃក្រាស់ហើយមានសម្លេងសត្វព្រៃយំច្រើនមែនតើវាក៏ជាដូរតន្ត្រីធម្មជាតិមួយយ៉ាងពិរោះរណ្ដំផងដែរបុកអាដាមចាប់យកបដោវាឆ្លងមិនទេអានេះវ៉ាពាត់ដោះពាត់វ៉ាវាពាត់ដោះជុំវិញវាផ្សេងដើមនោះមិនមែនមួយដើមទេក៏ពីរដើមអាធំមួយនោះហើយមានអាវ៉ាពាត់ពីក្រៅមួយទៀតទៀនតូចមួយនេះសិននេះទឹកហូរមកហ្នឹងដែរហើយចុះអានេះទឹកធ្លាក់ជាន់ទី1 128កាំចុះពីចដាទៅទីយើងក៏លេខមើលខាងឆ្វេងដៃឃើញទស្សនវិជ្ជាទឹកកំពុងតែធ្លាក់ហូរដាច់ខ្ពស់ស្រឡះស្អាតមែនតើបងប្អូនហើយពួកខ្ញុំឃើញទឹកស្អាតចឹងក៏ងូតទឹកម្ដងទៀតកុំឲ្យច្នៃគ្នាថាយើងងូតតែទឹកជ្រោះមួយនោះទឹកជ្រោះមួយនេះក៏យើងត្រូវតែងូតដែរឥឡូវយើងងូតទឹករួចរាល់ហើយអស់ហើយមេឃក៏រៀងចង់ល្ងាចដែរអញ្ចឹងយើងរៀបចំស្លៀកពាក់
ហើយដើរចុះទៅមើលនៅដំណាក់ខាងក្រោមមួយទៀតដំណាក់ខាងក្រោមហ្នឹងគឺទឹកក៏ស្អាតដែរតែវាខ្ពស់ខ្លាំងពេកហើយវាដូចជាអត់ដឹងរកផ្លូវចុះនៅកន្លែងណាតែកន្លែងហ្នឹងក៏ស្អាតខ្ពស់តែមើលពីលើទៅក្រោមស្រាវខ្លាំងមែនតើបន្ទាប់ពីយើងបានមើលរួចអស់ហើយឥឡូវដែលយើងត្រូវត្រឡប់មកផ្ទះវិញព្រោះកុំឲ្យមកដល់ភ្នំពេញយប់ខ្លាំងពេកបាយជួបគ្នាម្ដងទៀតពេលដើរត្រឡប់ឡើងមកលើវិញឮសូរសំឡេងរៃយំម្ដុំនេះខ្លាំងមែនតើអញ្ចឹងក៏ថតតិចទៀតដំណើរកំសាន្តរបស់យើងដែលយើងបានធ្វើដំណើរទៅលេងនៅខាងខេត្តមណ្ឌលគិរីនៅខេត្តភាសានៅពេលនេះត្រូវបានបញ្ចប់ត្រឹមប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាហើយសូមបងប្អូនទាំងអស់គ្នាជួយ Subscribe Channel ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូផ្សេងៗទៀតទាក់ទងនឹងដំណើរកំសាន្តនៃការផ្សងព្រេងផ្សេងៗទៀតបាទអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នា